បងដោយសារតែបងមានក្បាច់រៀងច្រើនមួយថ្ងៃអាចបានប្រហែលម៉ែត្រដែរបង80 សង់ទីម៉ែត្រទុំទៅមើលសម័យដូចប៉ះស្អីនេះទុនមែនទេសួស្តីអ្នកនរគ្នាបើសិនជាអ្នកនរគ្នាជាអ្នកតាមដានយើងដំបូងនៅទីនេះពួកយើងនឹងចែករំលែកអំពីបទសម្ភាសន៍ជាមួយនឹងម្ចាស់អាជីវកម្មក៏ដូចជារឿងរ៉ាវពីក្រោយការតស៊ូរបស់បុគ្គលមួយចំនួនក្នុងសង្គមខ្មែរខ្ញុំបាទកុសលសូមស្វាគមន៍មកកាន់កម្មវិធីជ្រុំមួយនៅប្រទេសកម្ពុជាខាងមុខនឹងកន្លែងដំបាយមកឬក៏មិនបាច់ខាងមុខហ្នឹងជាកន្លែងដែលយើងស្រាវសូត្រហ្នឹងហើយស្រាវសូត្រយើងយកសរសៃសូត្រពីសបុកនាងណាហើយនៅខាងមុខទៀតគឺយើងមានកន្លែងប្រម៉ោកហើយនឹងកន្លែងអន្តងផ្ទៃហើយកន្លែងនេះដែរតកតងទៅនឹងបងចង់បញ្ជាក់បន្តិចតកតងទៅនឹងសបុកនាងហ្នឹងណានៅពេលដែលយើងប្រមូលផលឧទាហរណ៍ថាយើងបាន 100% ប៉ុន្តែយើងយក 20% ដើម្បីបន្តការបង្កាត់ពូជទៀតយើងយកទុកតែ 80% ទេដើម្បីធ្វើការស្រាវនិងយកធ្វើជាផលិតផលផ្សេងៗយកទៅបង្កាត់មិនទេបងជាទូទៅពេលដែលយើងរើសសបុកនាង 20% គឺយើងទុកឲ្យវាកាត់ខ្លួនវាចេញមកឬក៏យើងកាត់ខ្លួនវាចេញមកខ្លាចជាមេអំបៅយើងយកវាទៅដាក់មកកន្លែងដើម្បីវាបង្កាត់ពូជដូចមេអំបៅផ្សេងចុះនៅពេលដែលយើងស្រាវយើងមិនត្រូវដូចខ្ញុំដឹងថាដូចជាគេត្រូវយកទៅដាក់ក្នុងទឹកក្តៅមែនទេបងចុះវាមិនធ្វើឲ្យប៉ះពាល់ដល់ទៅក្នុងទេយើងអត់ទាន់ដាក់ក្នុងទឹកក្តៅទេជាដំបូងយើងយកវាទៅហាលថ្ងៃសិនការហាលថ្ងៃហ្នឹងគឺរយៈពេល3ថ្ងៃចាហាលក្រោមពលឺផ្ទះទឹកសិនហ្នឹងហើយបន្ទាប់ពីហាលថ្ងៃរួចហើយយើងសម្រាប់វាដោយការហាលថ្ងៃអញ្ចឹងណាអូនពេលដែលហាលថ្ងៃរួចហើយបានយើងយកទៅវាទៅស្ងោរហ្នឹងហើយចាឈ្ងុយដុកឌឺគេលីងចាហ្នឹងហើយកន្លែងនេះគឺកន្លែងស្រាវឃើញទេយើងមានសូត្រពីរនៅនេះស្ទប់ខាងក្រៅនៅសបុកនាងបាទយើងហៅថាសូត្រក្បាលអានេះគឺជាសូត្រក្បាលវាមានក្រើមចាដល់ពេលសូត្រសាច់គឺវាតុនល្មើយបាទចាអញ្ចឹងក្នុងមកសបុកនាងគឺយើងទទួលបានសរសៃសូត្រហ្នឹងពីចន្លោះពី350ទៅ400ម៉ែត្រចាក្នុងមួយសបុកនាងវិញលេងហើយសូត្រក្បាលហ្នឹងយើងទទួលបាន150ម៉ែត្រហើយនឹងសល់ប្រមាណគឺសូត្រសាច់ចាអញ្ចឹងបានផលិតផលយើងភាគច្រើននៅក្នុងហាងគឺសូត្រសាច់ច្រើនជាងសូត្រក្បាលចាហ្នឹងហើយបើយើងនិយាយពីគុណភាពហើយនឹងតម្លៃមួយណាចំពោះគុណភាពហើយនឹងតម្លៃវាអាស្រ័យទៅលើក្បាច់ដែលយើងត្បាញចេញមានក្បាច់តាក់ទងក្បាច់បុរាណអីចឹងណាតែបើសិនជាបងនិយាយមែនតើគឺសូត្រសាច់គឺវាឲ្យផលច្រើនជាងចាបាទអូខេហើយខាងនេះគឺយើងចាប់ផ្ដើមដាក់វានៅក្នុងទឹកក្តៅហ្នឹងគឺមាន80ដឺក្រេចាយើងដាំទឹកក្តៅ80ដឺក្រេទៅបន្ទាប់មកយើងចាប់ផ្ដើមស្រាវវាតាមរយៈដោយបងស្រីគាត់ទាញអញ្ចឹងហើយគាត់ប្រើអានេះគេបងម៉ែយើងជក់ហ្នឹងហើយដើម្បីកូរទៅឲ្យសរសៃសូត្រហ្នឹងពេលគាត់ទាញឡើងមកចុំគ្នាហ្មងចាហើយក្នុងមួយឆ្នាំហ្នឹងគឺយើងប្រើសបុកនាងចំនួន80ទៅ85ចាហ្នឹងហើយសបុកអញ្ចឹងណាដល់ពេលដែលស្រាវសូត្រក្បាលហើយអូនឃើញសូត្រក្បាលហើយវារៀងក្រើមចាបន្ទាប់ពីគាត់ស្រាវសូត្រក្បាលអស់ហើយគាត់ចាប់ផ្ដើមស្រាវសូត្រសាច់ម្ដងចានៅខាងនោះគឺសូត្រសាច់វាមានសរសៃរបស់វាគឺតុនល្មើយហើយអាឡងជាងហ្មងឡងជាងហ្នឹងហើយអត់ក្រើមខ្ញុំគិតថាបែបហ្នឹងវាអាចមានតម្លៃច្រើនជាងមកយើងគិតយើងលក់ជាអាដុំនេះវាអាតម្លៃហ្នឹងតែវាខុសគ្នាទៀតវាខុសគ្នាត្រង់ហ្មងដោយសារសូត្រក្បាលពេលដែលយើងប្រើគឺវាកក់ក្ដៅយើងទៅ10វាក្នុងខែល្ងាខែអីយើងប្រើវាល្អមែនតើដល់ពេលសូត្រសាច់យើងប្រើទៅធ្វើឲ្យវាត្រជាក់ចាហ្នឹងហើយចាំពេលដល់ចប់ process អូនអាចទស្សនាក្នុងហាងអូនទៅផលិតផលរបស់យើងអត់មានឲ្យភួយមួយទៅតេស្តណាទេអូខេហើយនេះហ្នឹងហើយនេះសូត្រសាច់របស់យើងអាហារសម្រន់ដុកឌឺឬដង្កូវនាងភ្លក់អាហារដែលមានរសជាតិឆ្ងាញ់ចំអិនពីដង្កូវនាងនេះឯងភ្លក់នេះដុកឌឺហ្នឹងហើយថ្ងៃនេះអត់មានអាថ្មីណាចាអត់មានអាថ្មីអូនបើមានអាថ្មីបងឲ្យភ្លក់ណែបងធ្លាប់ញ៉ាំតាបងនាំភ្ញៀវមកដល់កន្លែងនេះឬក៏មកមួយក្រុមការងារអីបងសួរបងស្រីមានអាថ្មីអត់គាត់ឲ្យមកភ្លក់ខ្ទិះរសជាតិឆ្ងាញ់ហ្មងហ្នឹងហើយចំពោះការស្រាវសូត្រសាច់នេះគឺយើងប្រើទឹកក្តៅកម្រិតដល់60ដឺក្រេ
chứ mà sân chia luôn nâng rồi có tích chừng nâng bây giờ mày tụi mày bị ở tranh từ sai áo rồi coi nhầm mày vì vậy tới vì đôi chiều việc đai tới giờ ấp sơi lỏ chả tới dân thử vò cầm rật được kề bao bì ban trầm trời nông cá sai chính bà bằng đôi sốt sai chắc mà sân chia tam ông tấn nó pe để dân đã cầm tay khang phết để thời là sai sốt ai đừng thôi chừng nó tạt bỏ chả tới dân sai bàn lọ hơiตลอดมาครั้งนี้เป็นบองจัง บ้องtrong suốt mà ngay bong sao nắng hay mang cái lô đấy đừng mất bà ngay bì lô bì lô đó bì lô nắng cái mà បងកាត់ប្រចាំការនៅណែឯងមកលើកណាខ្ញុំមកជើងមិនឃើញគាត់ដល់ជើងមុនតែជើងមកបានថតលើនេះបណ្ដោយចាហ្នឹងនេះបងចង់បង្ហាញអូនតាក់តងនឹងសូត្រក្បាលរបស់យើងហើយនឹងសូត្រសាច់អូនអាចប៉ះបានចានេះខាងនេះសូត្រសាច់រៀងតុនជាងប៉ុន្តែអាហ្នឹងអត់តាន់តុនមែនទេដែលសារយើងនៅប្រម៉ោកយើងនៅបោកវាទៀតចឹងណានៅជ្រលក់ពណ៌ចាបើនេះសូត្រក្បាលរៀងក្រើមនេះរឹងចាហ្នឹងហើយរឹងសតខាងក្រៅនៅច្បុកនាងតែដល់ពេលចេញជាកណាត់ទៅនេះមិនសូវរឹងចឹងទេបងណាដោយសារយើងសម្អាតនេះអញ្ចេះអីសិតតែយើងត្រូវការធ្វើការសម្អាតសិនមុននឹងយើងយកទៅជ្រលក់ពណ៌ឬក៏យកទៅក្បាលអញ្ចឹងណាអូនចានោះដូចគ្នាអញ្ចឹងហើយការសម្អាតហ្នឹងគឺគាត់ប្រើឧបករណ៍នេះឯងគឺដើម្បីធ្វើការសម្អាតព្រោះវារើសតែសរសៃសូត្រណាមួយអញ្ចឹងទៅណាបងចាហ្នឹងហើយអូមួយរំបានប៉ុណ្ណឹងហ្នឹងដល់ពេលប្រហែលប៉ុណ្ណឹងពួកគាត់សិតតែអ្នកជំនាញចាហ្នឹងហើយមុននឹងជំនាញក៏ពីមុនក៏រាវហត់ដែរអ្នកខ្លះគាត់ចេះជំនាញហ្នឹងពីជីដូនជីតារបស់គាត់ហ្នឹងហើយអ្នកខ្លះវិញគាត់រៀនពីប្រធានរោងជាងនៅនេះអញ្ចឹងណាចាបងធ្វើនឹងយូរណាបងមកឆ្នាំហើយបងតាំងពីមុនកូវីដនេះតាំងពី2014ចូលមក2014ដល់ឥឡូវមក10ឆ្នាំហ៎អូខេចាតោះខាងនេះដែរបងចង់បង្ហាញអូនដែរតកតងនឹងការរសូនហ្នឹងហើយយើងយកសរសៃសូត្រដល់ពួកគាត់សម្អាតរួចហើយនឹងបបោកជ្រលក់ពណ៌រួចហើយយើងយកមកពួកគាត់យកមកតឡើងនៅក្នុងបូប៊ីនធំហ្នឹងអានេះហៅគេហ៎បូប៊ីននេះអត់ទេនេះអាទូចនេះខ្មែរយើងថាបូប៊ីនហ្នឹងមែនទេដែលយើងដាក់អំបោះហ្នឹងហើយនឹងហៅមិនដែរហ្នឹងហើយតែបងអាហ្នឹងខ្មែរគេហៅមិនទេបងនេះហ្នឹងហើយបូប៊ីនខ្មែរយើងបូប៊ីនដែរចាហ្នឹងអូខេគាត់យកមកដាក់អញ្ចឹងហើយដើម្បីចែកទៅខាងតិចទៀតអូនទៅដល់កន្លែងក្បាញនោះអូនឃើញមានបូប៊ីនទូចអាហ្នឹងបូប៊ីនធំដើម្បីធ្វើការអូចាអានេះធ្វើបងនេះអាហ្នឹងគេហៅអន្តងអូនចាប់ផ្ដើមយើងចាប់ផ្ដើមយកសរសៃសូត្រនោះមិនអន្តងជប់តៃហើយចាហ្នឹងការអន្តងហ្នឹងយើងមានសរសៃសូត្រក្នុងការតឡើងសូត្រហ្នឹងគឺយើងមាន100ម៉ែត្រហើយមួយដុំហ្នឹងគឺអាចចន្លោះពី1000ម៉ែត្រទៅ2000ចាតោះហើយខាងក្រោយអូននេះគឺយើងចាប់ផ្ដើមចាក់ផ្ទៃចាហ្នឹងហើយបងស្រីមានគិតជំនាញណាគាត់ផ្ទៃបងចាចាប់ផ្ដើមតឡើងផ្ទៃឡើងកៃហ្នឹងហើយបលាំងកៃហ្នឹងបើយើងនិយាយបញ្យល់ឲ្យងាយយល់ទៅហ្នឹងគេជាការធ្វើបែបណាទៅបងកអូនចាកមិនហ្នឹងចាក់នឹងលើកចាក់នឹងមកខ្ញុំមានពីរស័យបាទគេបានគេយកស្ករដនគឺការរៀបចំផ្ទៃសម្រាប់អ្នកបានរៀបចំថាខ្ញុំរៀបចំហើយបានខ្ញុំនឹងយកឲ្យបានមកនោះចាំអ្នកបានអូខ្ញុំមិនសូវយល់ទេចាំមើលចាក់ស្រាយចាំមើលកន្លែងគេទៅបានធ្វើណាស់យូរឆ្នាំហើយចាហ្នឹងហើយគាត់ឈ្មោះបងរ៉ាត់គាត់ធ្វើការមួយបងតាំងពីហាងឥឡូវមកនេះវិញហើយជើងចាស់ជំនាញហ្នឹងហើយជំនាញខាងស្គរអូខេដៃគាត់ឯងញោមណាកមកដៃភាសាវាអត់កទេវាបែបទៅកគឺវាងាយភាសាទៅតែគ្នាដើម្បីមានចំណុចជំនួសក្រយើងអត់កទេវាមានចំណុចរបស់ក្រទៅបងអាចប្រាប់បានទេថាតម្រាំយើងគិតចាប់ពីពេលដែលយើងចិញ្ចឹមតកៅនាងមកដល់ការបំបាញកណាត់អញ្ចឹងជាកណាត់មួយវាប្រមាណដំណាក់កាលបើវាមានអីខ្លះត្រូវធ្វើប្រមាណនិយាយទៅចាប់សាបចេញពីច្រើនដំណាក់កាលដែរអូនយើងចេញពីចង្ការមូនយើងដាំមូនបន្ទាប់មកយើងចិញ្ចឹមនាងហើយយើងស្រាវ3ដំណាក់កាលហើយយើងចាប់ផ្ដើមសម្អាត4
ចូលរ5តឡើងស្អី6ឡើងមកស្ក7បន្ទាប់មកយើងចងគៀតហ្នឹងគឺយើងចង់បានពណ៌ដែលយើងចង់បានយើងជ្រលក់ពណ៌ដែលយើងចង់បានហើយយើងចង់បានក្បាច់មិនបែបណាយើងទៅក្បាច់បែបណាបាទហើយបន្ទាប់ពីចងគៀតហើយយើងចូលត្បាញចាត្បាញហ្នឹងគឺដំណាក់កាលចុងក្រោយហើយចាហ្នឹងណាអូនហើយនេះគឺជាការចងគៀតចាតែជំនាញចាហ្នឹងហើយបើសិនជាឧទាហរណ៍ថាគាត់ចង់បានពណ៌ដែលគាត់ចង់បានគាត់យកអាខ្សែលីឡុងនេះចងទៅតមកគាត់យកស្កុតឲ្យខ្សែលីឡុងនឹងរុំណាកន្លែងណាដែលពណ៌ណាដែលចង់បានពេលគាត់រុំហើយគាត់យកទៅជ្រលក់ពណ៌ដែលចង់បានហើយនៅពេលដែលរួចរាល់ស្ងួតគាត់ចាប់ដើមកាត់អានឹងចេញហើយគាត់ចងវាអញ្ចឹងណាបាទហើយខាងនេះគឺជាអានេះជាផលិតផលសម្រាប់ទៅពេលដែលគាត់ធ្វើបែបហ្នឹងហើយណាបងចានៅពេលដែលគាត់ចងគៀតចេញរួចហើយវាចេញមកអញ្ចឹងហើយមានក្បាច់មានអីគេហើយពួកគាត់ត្រៀមសរសៃសូត្រហ្នឹងគាត់ត្រៀមយកទៅត្បាញនៅខាងនោះដែរចាបាទទៅពេលគេត្បាញអាកន្លែងសសហ្នឹងគេចាប់ពណ៌ដល់តាមក្បាច់គេចង់បានហ្នឹងទៅគេអាចដាក់សូត្រអីអញ្ចឹងទៅណាបងចាកល័រដែលគាត់ចង់បានបាទហើយកល័រហ្នឹងយើងមានកល័រធម្មជាតិនិងកល័របើសិនជាយើងនិយាយគឺកល័រយើងយកមកពីអាល្លឺម៉ង់ចាអាល្លឺម៉ង់ប្រទេសអាល្លឺម៉ង់ប៉ុន្តែកល័រធម្មជាតិបើពណ៌ធម្មជាតិយើងមានតែ 10% ឯណានេះដែលយើងប្រមូលពីក្របរុក្ខជាតិផ្សេងណាប្រភេទរុក្ខជាតិអញ្ចឹងមិនបាច់ឆ្ងល់ថាសូត្រថ្លៃក៏តែមើលដឹងតែវាមិនយ៉ាងវាស្មុគស្មាញច្រើនដោយសារតែថ្ងៃនេះថ្ងៃចុងសប្តាហ៍ថ្ងៃអាទិត្យទៅសិប្បករយើងគាត់សម្រាកច្រើនបាទបងយើងដាក់ឲ្យគាត់ stand by មិនជាច្រើនហ្មងទេរៀងរាល់ចុងសប្តាហ៍បាទแล้วយើងបន្តទៅទស្សនានៅកន្លែងត្បាញម្ដងរោងសិប្បកម្មតម្បាញចានឹងយើងចាប់ផ្ដើមយកសូត្រសរសៃសូត្រដែលយើងចាប់ផ្ដើមចងគៀតជាលក់ពណ៌អីរួចហើយយើងយកមកត្បាញនៅកន្លែងរោងជាងនេះផ្ទាល់បាទអូថ្ងៃនេះអូនអាចដើរទស្សនាបានហើយពួកគាត់ទៅឡើងផ្ទៃហើយគាត់យកមកឲ្យបងសិប្បករត្បាញនៅផ្ទាល់ហ្មងចាយើងមាន2កន្លែងប៉ុន្តែដល់ឡែករៀងរាល់ចុងសប្តាហ៍យើងបិទមកកន្លែងឲ្យពួកគាត់មានពេលសម្រាកចាទៅយើងបើកទៅមកកន្លែងអញ្ចឹងពេលពួកមនុស្សគាត់ show តែ stand by អញ្ចឹងឆ្លាស់គ្នាឬក៏គាត់មានថ្ងៃសម្រាប់របស់គាត់ផ្សេងហ្មងគាត់មានហ្នឹងហើយគាត់មានថ្ងៃសម្រាប់ឆ្លាស់គ្នាចាដល់ពេលដល់ម៉ោងគាត់សម្រាប់គាត់ទៅហូបបាយអីទៅគាត់ត្រឡប់មកវិញគាត់បន្តការងាររបស់គាត់បាទហើយនេះគឺសូត្រសាច់អូនឃើញប៉ះទៅរៀងអាឡងហ្នឹងហើយអត់អីណាប៉ះអីចាអត់អីសូត្រសាច់បើនៅខាងអូនវិញគឺសូត្រក្បាលហ្នឹងហើយម៉ែយើងអ្នកខ្លះហៅតែក្បាលសូត្រសូត្រហ្នឹងហើយពូនកាត់ធ្វើនៅយើងយូរហើយយូរដែរហ្នឹងហើយយើងចិនចាស់ដែរចាចិនចាស់ហើយយើងជួយគាត់បានច្រើនដោយសារគាត់មានសុខភាពចាបងសិប្បករដែលគាត់ធ្វើការនៅទីនេះគាត់ទទួលបានផលប្រយោជន៍យ៉ាងម៉េចដែរបងនិយាយទៅក្រុមហ៊ុនសិប្បករអង្គរយើងគឺផ្ដល់អត្ថប្រយោជន៍ឲ្យគាត់ច្រើនពួកគាត់ទទួលបានប្រាក់ខែហើយប្រាក់ខែគឺស្តង់ដាររបស់រដ្ឋហ្មងហើយគាត់ទទួលបានអត្ថប្រយោជន៍ដូចជា insurance បសសគាត់មានបសសនៅពេលគាត់មានជំងឺអីគាត់អាចទៅព្យាបាលតាមទីពេទ្យដែលជាដៃគូបសសបានហើយគាត់ក៏បានទទួលបានbonus ផ្សេងគួបផ្សំអញ្ចឹងណាអូនហើយគាត់មានថ្ងៃឈប់សម្រាកដូចនឹងស្តង់ដាររដ្ឋដែរបុណ្យជាតិអីចូលមកដូចគ្នាដែរបុណ្យជាតិគាត់អាចគាត់បើសិនជាគាត់ធ្វើការយើងផេជាជូនគាត់បើសិនជាគាត់សម្រាប់គឺយើងធ្វើដូចរដ្ឋចឹងបាទហើយពួកគាត់សប្បាយចិត្តគាត់ឆ្លាញ់ក្រុមហ៊ុននេះខ្លះធ្វើមុន10 20ឆ្នាំមកអត់ទាន់ចេញទេអូនមើលក្បាច់នេះគឺក្បាច់ផ្កាម្លិះអានេះខាងខុសហើយនៅពេលដែលត្រឡប់មកជាទៀងទៀតឃើញក្បាច់ស្អាតហ្មងជាក្បាច់ផ្កាម្លិះបាទមកកាឡាដល់កូនអូនកាឡារបស់វាអូនេះខាងណាចាអូស្អាតមិនថោកទេមើលចាមិនថោកទេវ៉ៃដើរមកនេះប្រហែល7 8ម៉ាក់កាលបងប្អូនបើខ្មែរយើងភាគច្រើនណាពេលដែលគាត់អត់ដឹងពីរបៀបធ្វើសូត្រគាត់គិតថាតម្លៃថ្លៃតែបើពេលដែលគាត់មកមើលឃើញចេះបានគាត់ដឹងថាអូវាសមនឹងតម្លៃបាទចុះនេះគឺគាត់ធ្វើអីបងកណេះកណាត់អូនកណាត់អស់នេះយើងអាចយកទៅធ្វើជាសម្លៀកបំពាក់ក៏បានយើងអាចធ្វើជាកាបូបសម្រាប់ប្រើប្រាស់បានពួកគាត់ថាជាត្រៀមចឹងកណាត់នេះកណាត់ដែលគាត់ត្បាញរួចហើយណាបងចាត្បាញរួចហើយយើងមានលក់នៅក្នុងហាងដែរយើងលក់ជាម៉ែត្រកណាត់ជាម៉ែត្រហ្មងចា
បងចង់បង្ហាញអូនមួយទៀតដែរបើយើងទៅមើលក្នុងទៅក្បាច់ថ្មីរបស់យើង បាទ ចាអានេះជាសូត្រអកន្សានៅក្នុងហាងវាមានតុនមែនតែនសូត្រអកន្សានេះក្បាច់ថ្មីរបស់យើងក្បាច់ថ្មីនេះគឺយើងសុំតែដាក់លក់នៅក្នុងហាងអាទិសង្កោផ្ទាល់គឺយើងហៅថាក្បាច់កាច័ន្ទហ្នឹងហើយក្បាច់កាច័ន្ទនេះគឺយើង copy មកពីភាសាអង្គរវត្តចាហ្នឹងហើយពេលអូនទៅទស្សនាទៅអូនឃើញមាននៅលើជញ្ជាំងណាហើយយើងចាប់តាមភាគច្រើនក្បាច់រចនាអីយកពីតាមពីប្រាសាទមកក៏យកពីខាងណាភាគច្រើនយើងយកពីតាមប្រាសាទផងហើយយើងយកពីចាស់បុរាណហ្នឹងហើយក្បាច់បុរាណរបស់យើងមានដូចក្បាច់ហូលបាល់ក្បាច់អីសិតតែក្បាច់បុរាណហើយតែក្បាច់នេះក្បាច់ចេញថ្មីដែលយើងទំតែថ្មីហ្នឹងហើយទំតែដាក់លក់ទីផ្សារណាបងយើងហ្នឹងហើយអូនដាក់លក់នៅអាទីសង្កូផ្ទះបានប្រហែលខែហើយយើងទំដាក់លក់ក្នុងខែ5ដាក់ខែ5ហ្នឹងចាហ្នឹងតែពេលនេះលក់ដាច់ជាងគេហ្នឹងហើយហើយប្រើបានទាំងស្រីទាំងប្រុសគេយ៉ាងភ្ញៀវដែលគាត់ទិញហ្នឹងគាត់ទិញពីបរទេសឬក៏ជាខ្មែរតែភាសាភ្ញៀវអឺរ៉ុបចាហ្នឹងប៉ុន្តែឥឡូវខ្មែរយើងក៏គាត់ចាប់អារម្មណ៍ច្រើនដែរបាទគាត់យល់ដឹងយ៉ាងហ្នឹងយល់ដឹងច្រើនពីសូត្រទៅដូចគាត់ទិញបានច្រើនគាត់ support អាទីយ៉ាងគោបានច្រើនដែរចឹងហើយគាត់ទិញនឹងចូលរួមកម្មវិធីមង្គលការឬកម្មវិធីផ្សេងៗចឹងណាគាត់អាចពៀនាឬក៏គាត់អាចបង់ទៅប្រដប់លើខ្លួនព្រោះក្បាច់នៅយើងនេះអត់មានលក់នៅទីផ្សារទេមានតែនៅសកលកូនផ្ទាល់បងដោយសារតែបងមានក្បាច់រៀងច្រើនមួយថ្ងៃអាចបានប្រហែលម៉ែត្រដែរបង80 សង់ទីម៉ែត្រអាហ្នឹងគេនេះអូនទំហំក្នុងមួយកសែងចឹងបងចំណាយរយៈពេលចន្លោះក្បាច់ហ្នឹងពី3ថ្ងៃទៅ5ថ្ងៃចឹងណាហ្នឹងហើយពេលខ្លះអាចលឿនជាងហ្នឹងចឹងណាបាទបកបាច់ច្រើនហ្នឹងអូនឃើញចម្លាក់នៅមុខនេះចម្លាក់មុខនេះគឺយើងជាចម្លាក់ខ្មុកម្រ័ក្សណ៍ខ្មុកម្រ័ក្សណ៍ចាចម្លាក់ខ្មុកម្រ័ក្សណ៍ហ្នឹងគឺយើងមានធ្វើនៅសៀមរាបយើងមានបង្ហាញនៅសៀមរាប shop របៀបនៃការធ្វើចម្លាក់ហ្នឹងមាននៅក្នុងប្រាសាទអីគេដែរបងចម្លាក់នេះគឺយើង copy មកពីប្រាសាទអង្គរវត្តចាអប្សរាមកពីប្រាសាទអង្គរវត្តហើយយើងមានចម្លាក់ថ្មរូបដែលយើងដាក់តាំងនេះយើងអត់បានធ្វើនៅនេះទេយើងធ្វើនៅសៀមរាបនោះចារោងជាងនៅសៀមរាបយើងតើមានន័យថានៅទីនេះគឺយើងផ្ដោតទៅលើតែតម្បាញទេបងចាណានេះយើងផ្ដោតលើតម្បាញមែនទេទៅនៅអាទីសងមានអីខ្លះបងមានចម្លាក់ថ្មមានឈើអីនៅអាទីសងយើងមានចម្លាក់ថ្មចម្លាក់ឈើចម្លាក់ខ្មុកម្រ័ក្សណ៍ចម្លាក់ប្រាក់ចាហើយនឹងមានតម្បាញសូត្រចាហ្នឹងហើយកសានសូត្រយើងប៉ុន្តែបើយើងនិយាយពីហាងគឺយើងមានច្រើនកន្លែងយើងមាននៅទីក្រុងភ្នំពេញទល់មកប្រេសនីយើងមានហាងភ្នំពេញមួយហើយយើងមាននៅ airport នៅកន្លែង airport ថ្មីនៅភ្នំពេញគឺយើងកំពុងតែចាប់ផ្ដើមដំណើរការដែរចាបើយើងនិយាយពីរោងជាងគឺមានតែ2ទីតាំងទេយើងមាន2ទីតាំងចាសម្រាប់យើងបន្តទៀតអូចម្លាក់នេះចម្លាក់ហ្នឹងហើយអូនតាមពិត design តែមួយទេតែគាត់តែមួយធ្វើអំពីចម្លាក់ខ្មុកម្រ័ក្សណ៍មួយទៀតជាចម្លាក់ថ្មនេះគឺថ្មប្រភេទថ្មភក់ចាពឿ color ពឿផ្កាឈូកចាហើយខាងនេះបងចង់បង្ហាញអូនដែរតកតងនឹងពណ៌ធម្មជាតិដែលយើងយកមកប្រើបច្ចុប្បន្នហ្នឹងយើងមានដូចជាស្លឹកចេកយើងមានស្លឹកឆាប់ហើយយើងមានអានេះគេហៅថាក្របម្ខាក់ចាម្ខាក់ហ្នឹងចេញជាពណ៌ចាពណ៌ដែលយើងចង់បានតែពណ៌ដល់ពេលគេយកធម្មជាតិទៅធ្វើពណ៌អញ្ចឹងគេមិនគេស្ងោរវាឬក៏យ៉ាងម៉េចដែរបងស្ងោរយើងចម្រាញ់ហ្នឹងហើយស្ងោរវាចម្រាញ់រហូតដល់វាបានចេញជាពណ៌អញ្ចឹងចាហ្នឹងតែគាត់ថាយើងប្រើរយៈពេលរៀងយូរបន្តិចហើយពណ៌ធម្មជាតិវាអត់ដូចពណ៌គីមីទេព្រោះពណ៌ធម្មជាតិវារាងស្រាលជាងហ្នឹងតែបើសិនយើងប្រើពណ៌ color របស់យើងបច្ចុប្បន្នហ្នឹងគឺយើងយកមកពីប្រទេសអាល្លឺម៉ង់អញ្ចឹងគុណភាពវាល្អហើយវាអត់ប៉ះពាល់ដល់សុខភាពអ្នកប្រើទេអញ្ចឹងចាអូខេនេះសរសៃសូត្រដែលយើងបានដាក់តាំងបង្ហាញចាពេលផលិតផលសម្រាប់ពេលអូនប៉ះទៅតុនអូនសាក់ប៉ះមើលហ្នឹងហើយអាចប៉ះបានតុនខ្លាំងមែនទេចាហ្នឹងគឺយើងហៅថាសូត្រសាច់ចាស្ទើរខាងក្នុងនៃសបុកនាងណាខ្លាយនេះចាអានេះដូចសក់យើងខាងទឹកយូរពេលយើងកក់សាប៊ូម្ដងទៅវាតុនមែនទេតុនជាងសក់យើងទៀត
bà bông nằm ôn từ sna làm tiết anh ấy cứ chi cả sai để dừng đã nó không làm ti này hết dừng đã tăng chun nhiều các bạn bị đàm hay cái sai này miền là dụ ca cho chất một hay năm cái sai cha này tăng bị ông môn bông cho thay ca từ bông mày hay như là rừng cũng dù hai kháng đi chia cây bồ đàn dừng đã tăng ở nhiều các mà tu sna này mơ khơi tinh vô bị kế đấy có dừng phơi luôn anh cây bồ đàn đấy cứ dừng phơi luôn anh bàn tay cần thay dừng copy bị cây tầm này bồ đàn bỏ thì đồn chị ta dừng chẳng hạn nào nhưng mà mang tay khơi miền nơi nẹp phum này quật nơi bờ sọt cũng dừng tinh toàn quật mà những người sao là bỏ bồ đàn tôi toàn chắc mà miền nằm lấy tại sao trong hôn ăn thì rằng đấy cái dương miên phơ tăng pi chậm lại chơi chậm lại chẳng á dương cụ cây nó cái dương ai sập cò ba dương đã miên chậm nín cái ai lại phơ bàn mình tên tới ở nơi ăn thì rằng protocol call chia ai đẹp không gì tới protocol call ăn thì rằng vì mà miên tâm mà một thế vì miên tràn protocol để đặt lụa chỉ protocol đấy cần thời dương bắt đầu tha chi protocol để handmade phơ đầy đầy trà là ngày dương ăn pra mà sân thì dương pra cầm lăng po cam vì buổi dương trang aoไปชี้ชนในขนมตะบอนสระปุตัวนึงในหลายซิมเรียบก็มีการเงินเฟ้อนั่นไงยังช่วยชราจ้าให้ครั้งนี้dương trang bằng hai nhầm pi sầm điểm pi vàไปในขมายบ่dương sầm điểmเปียเนียงอับสระนั่งสมđiểmเปียมงโกลกาจังงั้นเอาจ้านั่นไงจะตื้อtới cônกับมงcái sầm điểmเปียจังáจ้าให้ขังหมกอ่อนที่คือยืนเมียนสมเด็จแบบไปในเมียนโฮลเมียนประมวงสำหรับโจรวมกรรมวิธีอ่อนเคยสลับไปจะบ้านก็เนยแต่เมียนเนี่ยเสียเปียโจรวมกรรมวิธีมงโกลกาให้จนูในจังáนะบอกรอการราชนากับบัตรยิ้มมุ้ยมันท่าแต่งจำละเชื่อจำละทมอให้นึงนั่นเลยตับบ้านแต่ยังเมียนนอตีนี้แต่เมียนเนี่ยจมนี้นะมวยแต่คนโยดังปีเรื่องราวบิกรายบอกวิของการยังบัตรได้จมวยนึงจ้าแต่พอได้ที่บอกยังเมียนอ่อนยังเมียนเนี่ยจุ่มเนียนยังเมียนเนี่ยจุ่มเนียนกวาดจีเนี่ยสไลด์เชียวกันเนี่ยกระโปรงเน็บตัวให้กวาดมันหนึ่งเจนดีไซน์มุ้ยคือลองกัดจราจาหนึ่งไงให้กวาดจุ่มเนียนปันได้ยังเมียนจุ่มเนียนเข้าขี้บอกกันเลยยังเข้าขี้กัดเมียนจุ่มเนียนเนี่ยคละกัดจีประเทศโรงเชียงทางทมอกัดประกายคางฉลาดทมอให้เป็นเด็ดกลนเพียบให้เตะตัวหนึ่งโซ่คือยังเมียนเนี่ยจุ่มเนียนคางโซ่กัดเจนดีไซน์ม้าคางคนเชียงจับดำเบอร์ตามดีไซน์เด็กกัดจังบานเตอร์แต่ว่ายังเป็นเด็ดมือกลนเพียบบาเบียตาตาด้วยหนึ่งเอาไว้ได้กวาดดีไซน์ให้กลนเพียบเบียร์ล้อหรือไม่แล้วไปได้เป็นเด็ดคอนโทรลคุณภาพให้บานยังสำหรับท่ายังหนึ่งด่าต่างบางห้าด้วยกับด่าลุ่จ้าในกระบาดนี่ยังมีลุ่ได้ยังมีในการขนมหางยังมีเชียร์กันนัดกระบาดจัสมินบัดการหลีบเยอะสะอาดcho đôi đôi bò là cái lụa nó tam sa thòng đá nó nước cái phơi bị là bong cái tam phát bong ăn bạc cát đá bong ăn thiên vậy để sao ta bong phơi càn ăn thì rằng có bong score về là tập hợp bọc luôn này chả bàn tay nơi tam tiệp xá class cắt ăn chia là tập hợp sốt bạc cát class cắt ăn lý hay được có class cắt ăn vô pi nhẹ sọc tam chôn bọt ấy chẳng vô ta đã lụa đi kia chẳng cái nào chả chẳng dương ăn thiên vậy thì cô lục bọc bật thì chả tại cái dương thời can thì rằng có dương đăng pi là tập hợp bao dương hay dương đăng pi con lục hiếp nó ngặt họ phải giỏi bọc dương từ chả chăm lạ tầm đấy ní mau pi cặp bông vài nhom dừng kết khơi tha chăm lạ nơi xem việc chán còn chán còn đọt sơ đi theo từ lời cái bài cho còn tay nó thì nếu dương khơi cái bài như muối cứ bia vì chơi ở vòng này dương khi dương một lấy cái bài trên máu đi theo nên còn môn能 ឆ្លងកាត់យកមកដាក់តាំងនៅនេះគាត់មានអ្នក control quality សិនចាព្រោះយើងមានអ្នក control quality ហើយ make sure ថាក្បាច់ហ្នឹងគឺស្អាតគឺដូចនឹងអ្វីដែលខាង design យើងចេញឲ្យគឺចាប់ផ្ដើមដាក់លក់តែបើសិនជាមកអត់ស្អាតហើយខុសរូបរាងខុសអីគឺយើងអត់ដាក់លក់ទេយើងអត់សូវបង្ហាញទេចាហ្នឹងអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់ទឹកដៃរបស់យើងតែចម្លាក់របស់ artisan កោមួយគឺទឹកដៃល្អខុសពីខាងក្រៅនេះកន្លែងចាកន្លែងដែលយើងដាក់ផលិតផលសម្រាប់ចាសម្រាប់លក់ជូនអតិថិជនដែលគាត់មកទស្សនានៅនេះចាគាត់អាចទិញធ្វើជាកាដូសម្រាប់មិត្តភ័ក្តិឬក៏សម្រាប់គ្រួសាររបស់គាត់បងប្អូនអញ្ចឹងណាអូនហើយអូនឃើញ
អូនពាក់អាវលឿងនេះគាត់ជាអ្នកលក់គាត់ជាអ្នកលក់នៅទីនេះហើយគាត់គាត់ឆ្លងកាត់បទពិសោធន៍ train ពីផលិតផលមួយចំនួនដែរនិយាយទៅពីផលិតផលពីរបៀបធ្វើអីវ៉ាន់របស់យើងចាអញ្ចឹងពួកគាត់មានជំនាញខាងលក់ណែនាំផលិតផលទៅកាន់អតិថិជនទាំងអតិថិជនខ្មែរយើងនិងបរទេសចាអូឈុតលឿនលយខ្ញុំមកជុំក៏ចាប់អារម្មណ៍ឈុតនេះដែរតែឥឡូវឃើញមានបន្ថែមកសែនបងកនទៀតហ្នឹងហើយមិញអូនឃើញហ្នឹងគឺក្បាច់ផ្កាច័ន្ទចាហ្នឹងហើយក្បាច់ផ្កាច័ន្ទហ្នឹងមាននេះអូនឃើញមុនហ្នឹងគឺនេះគឺក្បាច់ផ្កាច័ន្ទរបស់យើងដែលបងប្រាប់អូនថាហ្នឹងលក់ដាច់ជាងគេពលឿននេះប្រើបានទាំងស្រីទាំងប្រុសមើលនៅរូប color ត្រូវចាដល់ពេលដែលយើងដាក់នៅកន្លែងហ្នឹងវារៀងនេះប៉ុន្តែដល់ពេលយើងដាក់កន្លែងភ្លឺវាស្អាតវាឆ្លុះណាឃើញកោមវាលេចហ្មងស្អាតបាទប្រហែលទេបងអាហ្នឹងតម្លៃវា200ជាងអូន219ចាហ្នឹងហើយរយៈពេលធ្វើ review បើយើងគិតតាំងពី process ចិញ្ចឹមតកៅនាងហងវាចូលចិត្ត2ខែមិនដឹងបងត្រូវវាសមនឹងតម្លៃ1ខែកន្លះទៅ2ខែហ្នឹងហើយអូនប៉ុន្តែយើងមានឆ្ដាំង color ហ្នឹងហើយដើម្បីឲ្យអតិថិជនគាត់មានជម្រើសគាត់ស្រឡាញ់ពណ៌ដែលគាត់ចង់បានទៅអានេះសូត្រនេះគឺជាសូត្រក្បាលអូនចាអូអាទី1បងចាហ្នឹងអាទី1អានេះដែលបងប្រាប់អូនថាពេលដែលយើងប្រើទៅវាកក់ក្ដៅបាទហ្នឹងហើយយើងប្រើភាគច្រើនពួកបងរីខមមិនញៀវភាគច្រើនគឺប្រើអាកាសធាតុត្រជាក់ចាបងកទៅវាធ្វើកក់ក្ដៅក្បាច់នេះគឺក្បាច់ការរំដួលចាក្បាច់ការរំដួលតែទៅពេលយើងត្បាញទៅវាធ្វើអត់ទៅលេចក្បាច់ចេញមកក្រៅទេបាទដោយសារសូត្រក្បាលរៀងពិបាកត្បាញជាងសូត្រសាច់ហើយផលិតផលនៃយើងនេះក៏អត់សូវមានសូត្រក្បាលដែរភាគច្រើនមានសូត្រសាច់ហើយសូត្រសាច់លក់ដាច់ជាតម្លៃវាក៏ថ្លៃជាងដែរបងតុនល្មើយពេលហ្នឹងហើយថាតម្លៃក៏ថ្លៃជាងដែរដោយសារព្រោះអីវ៉ាន់យើងពេលដែលតាក់ទងនឹងក្បាច់បុរាណគឺយើងយកសូត្រសាច់ចាវាស្អាតជាងវាទុនជាងបើកសាយអូកាន់សានេះតុនមែនតានហើយភ្ញៀវភាគច្រើនយើងលក់ដាច់ភ្ញៀវអឺរ៉ុបគាត់ជួយចិត្តបាទអូតុនល្មើយចាទុនเลยទុនមែនទេមើលសម័យតិចប៉ះស្អីនេះទុនមែនទេដូចតសៃសអត់មើលកាមេរ៉ាមែនប៉ះនេះមកតើណាចាអត់អីទេអាចប៉ះអាចលោបានអូននេះដូចអារបស់អីមួយដែលយើងឈូសអីស្ដើងមែនទេណាមិនប៉ះហ្នឹងនេះ color ពណ៌សនេះយើងអាចនេះយើងអាចចាស់អាចពីនីទៅវត្តបានតុនល្មើយហ្មងតុនណាចាមកខ្ញុំសាកឡូទីឡូអូនយើងមានកញ្ចក់នៅខាងនោះតែមិនតុនស្អាតហ្នឹងbusiness advisor okay company advisor business advisor ទុនមែនទេចាដែរប៉ះទុនអត់ទុនខ្លាំងហ្នឹងហើយអាចដាក់នៅហ្នឹងចោលចាំឲ្យធីមរបស់យើងគាត់បត់ដាក់វិញពីច្រើននៅខាងក្រៅអូននោះគឺជាក្បាច់បុរាណចាយើងមានក្បាច់ផ្កាម៉ាលីយើងមានហូលល្បើកយើងមានក្បាច់អង្គរវត្តនិងក្បាច់ផ្កាច័ន្ទដែលបងបានប្រាប់អូនមុនហ្នឹងចាហើយជាងកម្បោមានអីទៀតចាហ្នឹងហើយអញ្ចឹងអូនចេញដើរមើលទៅអូនមានចំណល់អីអាចសួរបងបន្ថែមឬក៏អាចសួរក្រុមការងារអូមកគ្រឿងកោបជាផលិតផលរបស់យើងឬក៏យើងមានជាក្រុមហ៊ុនដៃគូដែលគាត់គ្រប់គ្រងហ្នឹងតាមប៉ាត់គ្រឿងតាក់ទងនឹងគ្រឿងកោបគាត់ជា consignment ជាមួយយើងទេតែតម្លៃហ្នឹងពួកគាត់ហ្នឹងសិតតែជាផលិតនៅកម្ពុជាយើងផ្ទាល់ចាដោយ body អញ្ចឹងគាត់ផលិតនៅភ្នំពេញហើយគាត់ដៃគូសហការកាត់យកមកដាក់លក់ណាទីសងដោយសារតែគាត់ជាផលិតផលរបស់ Cambodia handmade ដែរចា Cambodia ហើយគាត់មានការពិនិត្យគុណភាពអីត្រឹមត្រូវចេញពីដុកទ័រគាត់អញ្ចឹងណាហើយយើងមានសង់ទ័រគាត់មានផលិតផលដូចជាម្រេចអីចឹងណាអូនបាទហើយខាងនោះយើងមានដាក់ display ឆ្លាក់មួយចំនួនដែលយើងយកមកពី workshop សៀមរាបយើងចានិយាយដល់បងទៀតយើងយកមកពីរោងជាងនៅសៀមរាបចារោងជាងរបស់យើងចារោងជាងរបស់យើងនៅសៀមរាបគឺយើងធ្វើចម្លាក់ប្រាក់អញ្ចឹងណាអូនចា
នេះបើសិនជាអូនមានពេលទៅនេះអូនអាចចុះទៅរោងជាងទៅ location សៀមរាបតលក៏បានដែរ អត់ទីសងសៀមរាបបង Yes នឹងមកចាំខ្ញុំ ធីងដូចគ្នាចឹង បន្តទៅក្នុងទៀតបើតាជ្រុលចេញទាំងពីរវីដេអូបណ្ដោយទៅណាមួយណាមួយ នៅនោះយើងទៅធ្វើ renovation កន្លែងស្អាតជាងមុនចាថ្មីច្រើន មើលច្រើនណាបង បរិយាកាសក៏ល្អជាមួយនឹងសួនច្បារទេសភាពស្អាតចាហើយយើងនៅនេះយើងមិនមែនត្រឹមតែយកសូត្រមកធ្វើជាកម្មាទេយើងមានតាំងពីស្រោមខ្នើយយើងមានតាំងពីកម្រាលតុក នេះសូត្រក្បាលបង ចានឹងសូត្រក្បាលអូនចាខាងនោះយើងមានពណ៌រៀងសកម នេះមានចោលអារម្មណ៍ថាវាមានលឿងលីក្រហមខ្លះ ដោយសារយើងត្បាញកល័មីកគ្នាចាសូត្រក្បាលខ្លះយើងត្បាញពីកល័ជាមួយគ្នាចាអញ្ចឹងដល់ពេលដែលយើងដាក់តាំងមកត្រូវពលឺវាធ្វើឲ្យកល័ហ្នឹងបែកចាឃើញពីកល័ស្អាត ពីពើ ឃើញក្បាច់ហូលបើកនេះគឺយើងយកធ្វើជាកម្រាលតុកបានចាតុកបានហ្នឹងហើយនេះក្បាច់ Jasmine ខាងនោះយើងមានកណាត់សម្រាប់លក់យើងកណាត់នេះគឺយើងធ្វើអំពីសូត្រដែរយើងមានពីរប្រភេទដូចគ្នាគឺនេះធ្វើអំពីសូត្រក្បាលមកខាងនេះសូត្រសាច់ភ្ញៀវអតិជនក៏អាចយកទៅធ្វើជាសម្លៀកបំពាក់ឬក៏ធ្វើកាត់ជាវាំងនូនអីបានបាទហើយសូត្រនៅនេះក៏យើងបោកទឹកបានដូចគ្នាអញ្ចឹងគាត់ថាការបោកទឹកគឺយើងបោកដៃចាប្រើយើងកុំប្រើសាប៊ូម្សៅយើងប្រើសាប៊ូដែលមានជាតិទឹកចា liquid ហ្នឹងបងខ្ញុំឮគេថាប្រព័ន្ធជាមួយនឹងកណាត់សូត្រយើងបោកនឹងទឹកវាអាចខូចគុណភាពគេណែនាំយើងបោកនឹងគេដល់ទឹកដូងអញ្ចឹងបងហ្នឹងមិនដែរបងមែនក៏យ៉ាងមិនដែរតាមពិតមែនទេចាស់បុរាណយើងគាត់បោកនឹងទឹកដូងដោយសារគាត់ពីមុនមកអត់មានសាប៊ូទឹកចាតែឥឡូវយើងអត់ទេគឺយើងបោកនឹងទឹកធម្មតាយើងប្រើសាប៊ូដែលមានជាតិទឹកដូច baby shampoo ឬក៏ដូចជាទឹកក្អូបបោកកៅអៅយើងក៏ប្រើបោកបានដូចគ្នាវាធ្វើឲ្យតសៃសូត្រហ្នឹងទន់ល្មើយព្រោះតសៃសូត្រវាដូចជាសៃសក់យើងអញ្ចឹងហ្នឹងហើយដូចគ្នាអញ្ចឹងបងចាំបានភ្ញៀវម្នាក់ជនជាតិអឺរ៉ុបគាត់អញ្ជើញមកទស្សនានេះគាត់ make sure ថាតើយើងពិតជាលក់សូត្រសុទ្ធមែនអត់បាទគាត់យកដេកេសមកមួយហើយគាត់យកមកអុចដល់ពេលគាត់អុចទៅគាត់អុចខ្សែសូត្រហើយគាត់អុចខ្សែសក់ទៀតដល់ពេលមកហិតក្លិនមកដូចគ្នាបែបបាត់ចាអញ្ចឹងខ្សែសូត្រដូចជាខ្សែសក់អញ្ចឹងអុចឆេះដែរសូត្រអត់វាអត់ឆេះប៉ុន្តែវារួញហ្នឹងហើយយើងដូចសក់យើងចាហ្នឹងហើយអានេះគេមកប៉ុន្តែលពៅអូនប្រអប់លពៅអាហ្នឹងយើងបើកវាបានអូនយើងដាក់ជា jewelry box ប្រអប់គ្រឿងអលង្ការឬក៏យើងដាក់ជាអវ៉ាន់ណាដែលមានតម្លៃអញ្ចឹងណាបាទនេះក៏នៅយើងដែរប៉ុន្តែវារៀងតឹងតិចប្រាក់នេះដូចធ្វើនៅខាងសៀមរាបបងណាខាងសៀមរាបអូនចាដោយសារនេះខាងប្រហែលជាភ្ញៀវគាត់បើកទៅវាខុស key របស់វាមានសោគេនេះសោខាងលើមួយខាងក្រៅមួយខុសងាំរបស់គេតែពេលបិទទៅរៀងតឹងតាមពិតបើកធូរបើកស្រួលទេពេលបិទខុសកលាក់ចាអូខេបងខ្ញុំមានប៉ុណ្្នឹងហើយអរគុណបងមែនទែនដែលបានចំណាយពេលវេលាចាអរគុណដូចគ្នាអូននាំខ្ញុំដើរមើលកន្លែងធំមួយនេះហើយបានទទួលពីច្រើនមែនទែនពាក់ព័ន្ធតាំងពីការចិញ្ចឹមដង្កូវនាងការដឹងយល់ដឹងពីវដ្តជីវិតរបស់វាតើវាមានដំណើរជីវិតបែបណាដើម្បីបានទៅជាកណាត់ដែលយើងឃើញហើយស្អាតមែនទែនបាទអរគុណបងមែនទែនអរគុណច្រើនបងបាទអញ្ចឹងចាំមើលបើមានឱកាសបើយើងនឹងអាចទៅមើលអតិសងនៅខាងសៀមរាបម្ដងទៀតបងចាហ្នឹងហើយអូនអរគុណច្រើនអរគុណសម្រាប់ការមកទស្សនានៅអតិសងកោផ្ទាំងបាទអរគុណច្រើនបងបាទជម្រាបលាអូន